ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាឃើញតែក្បាលវីដេអូថ្ងៃនេះក៏រៀងប្លែកដែរអញ្ចឹងមកថ្ងៃនេះអត់ធ្វើម្ហូបទេព្រោះថាអង្គុយឃ្លានបង្អែមអញ្ចឹងថ្ងៃនេះនាងខ្ញុំមកធ្វើបង្អែមស្លឹកតើយដែលមានរសជាតិឈ្ងុយឆ្ងាញ់មែនណាបងប្អូនទាំងអស់គ្នាអញ្ចឹងជាដំបូងនាងខ្ញុំមានម្សៅឆាចំនួន3ខាំស្លឹកតើយយើងហាន់ឲ្យល្អិតដើម្បីយកទៅក្លុកនៅក្នុងម៉ាស៊ីនក្លុកមកបងប្អូនទាំងអស់គ្នាអញ្ចឹងដាក់ស្លឹកតើយដាក់ទឹកសព្រោះទឹកសគឺយើងដាក់បរិមាណល្មមបានហើយព្រោះថាយើងក្លុកហើយយើងចាក់យកតែទឹកទេយើងត្រងឲ្យស្អាតមកទឹករបស់យើងបានប៉ុណ្ណឹងរួចហើយនឹងខ្ញុំយកមកលាយជាមួយនឹងម្សៅឆាពេលដែលលាយនឹងយើងចាក់ម្ដងតិចមកកុំឲ្យរាវពេកបងប្អូនទាំងអស់គ្នាព្រោះថាម្សៅឆារបស់យើងមករាវពេកក៏អត់ងាយកោកដែរពេលដែលយើងកូរឥឡូវនេះនឹងខ្ញុំដាក់លើភ្លើងបើកភ្លើងតិចបានហើយរួចហើយនឹងខ្ញុំកូរចឹងរហូតដល់ម្សៅឆាឡើងថ្លាហើយឡើងស្វិតឥឡូវនេះឃើញថាយើងកូរឡើងតឹងដៃហ្មងបងប្អូនទាំងអស់គ្នាតែនឹងខ្ញុំបិទកាមេរ៉ាសិនកូរដៃពីរឥឡូវនេះឃើញថាស្អិតល្មួតហើយចឹងម្សៅឆារបស់យើងឡើងថ្លាចឹងគឺយើងបានហើយបងប្អូនទាំងអស់គ្នានិយាយពីថាគោវិញគឺថាប្រឹងមែនតែនរំបានប៉ុណ្ណឹងនេះខ្ញុំគិតថាអត់បានហើយតាចឹងនេះខ្ញុំទុកឲ្យម្សៅឆាត្រជាក់សិនយើងបេះដាក់ទឹកមកបេះមិនក៏បានដែរបងប្អូនទាំងអស់គ្នាបត្រៃកាត់ក៏បានដែរយើងដាក់ទឹកត្រជាក់មកបងអូននៅសាច់នំគេគឺថាទុនមែនតែននេះខ្ញុំចង់តលេងទេឡើងស្វិតរួចហើយនេះខ្ញុំមកធ្វើទឹកខ្ទិះដូងមានខ្ទិះដូងចំនួនកន្លះគីឡូបន្ទាប់មកនេះខ្ញុំដាក់អំបិលមួយចឹបដាក់ទឹកដោះគោខាប់ចំនួន2វ៉េហ្នឹងគឺទូចល្មមណាបងអូនទាំងអស់គ្នារួចនេះខ្ញុំកូរតិចដើម្បីឲ្យទឹកដោះគោខាប់រលាយជាមួយនឹងខ្ទិះដូងឃើញថាកូរសពបានល្អហើយនេះខ្ញុំបានកោសសាច់ដូងខ្ចីបងអូនទាំងអស់គ្នាយកមកដាក់ទៀតព្រោះថាអត់ឲ្យខាតទេរួចហើយនេះខ្ញុំស្រង់នំដាក់ក្នុងខ្ទិះដូងមកខ្ទិះដូងហ្នឹងគឺថាយើងចម្អិនឆ្អិនណាបងអូនទាំងអស់គ្នាឲ្យទុកឲ្យត្រជាក់មកស្រង់នំមកយើងដាក់ហើយបងអូនទាំងអស់គ្នាតំណងឯងរួចហើយនេះខ្ញុំបានដួសដាក់ចានមួយមកបងអូនអើយនំហ្នឹងបងអូនកាត់មូលទៅស្អាតតែនេះខ្ញុំមានទេបេះយករួចហើយនេះខ្ញុំបន្ថែមសាច់ដូងពីលើនំយើងបន្តិចទៀតបងអូនទាំងអស់គ្នាមើលតំណងឯងបងប្អូនបើនិយាយពីរឿងរសជាតិវិញគឺថាឆ្ងាញ់ប៉ុន្តែពេលដែលកូរហ្នឹងគឺថាប្រើកម្លាំងដៃខ្លាំងបន្តិចធ្វើនំនឹងបានញ៉ាំបើសិនជាយើងអត់សូវមានកម្លាំងដៃទេកូរអត់បានស្វិតល្អទេបងប្អូនតនេអាចសាកធ្វើញ៉ាំបានរសជាតិនេះខ្ញុំធានាថាឆ្ងាញ់10 លើ 10ហ្មងអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់